សួស្តីបងប្អូនមកចូលមកចូលមកចាប់នេះនេះសម្រាប់ដីនេះផងដែរដីភូមិនេះមានក្បាលដីក្បាល15ម៉ែត្របណ្ដោយជម្រៅទៅក្រោយនេះគឺ70ម៉ែត្រសម្រាប់ដីភូមិនេះគឺយើងជាដីភូមិ original ធម្មជាតិអូខេបងប្អូនណាមិនមែនជាប្រភេទដីស្រែដែលចាក់ដីបំពេញកាត់ឡូនោះទេនេះគឺជាដីភូមិ original ធម្មជាតិអញ្ចឹងវាមានល្អខ្លាំងដោយសារតែវាមានអត់មានភាពហុកជ្រាំលិចទឹកអីទេគឺដីច្រោះស្អាតល្អណាស់ហើយសម្រាប់ប្រភេទដីនេះគឺបើសិនជាបងប្អូនទិញសម្រាប់រស់នៅដំណាំធម្មជាតិគឺមានច្រើនតទៅមែនតើពោលផ្លែគឺមានច្រើនតទៅមែនតើហើយសម្រាប់ព្រៃនេះវាអត់មានអីជាព្រៃទេបងប្អូនណាអាដីប្រភេទនេះយើងកុំនិយាយថាព្រៃដោយសារអីឥឡូវហ្នឹងគឺអត់មានអ្នកនៅអញ្ចឹងដីភូមិហ្នឹងអត់មានអ្នកនៅវាធ្វើឲ្យវាដុះព្រៃហើយដោយសារនេះខែភាសាផងបងប្អូនណាខែភាសាអញ្ចឹងទៅវាមានព្រៃដោះអីតិចតួចចឹងទៅតែបើសម្រាប់ខែប្រាំងទៅនេះតែអាព្រៃតិចតួចអាហ្នឹងវាងាប់ទៅវិញហើយតែនេះព្រៃតិចតួចវាងាប់ទៅវិញហើយវាដោះតែខែភាសាដោយសារយើងធ្លាក់ភ្លៀងចឹងណាធ្លាក់ភ្លៀងដីសាមទៅដោះអញ្ចឹងមកបងប្អូនអត់មើលខាងក្រោយទៀតនាំបងប្អូនទៅមើលជំរឿដីចាប់ពីហ្នឹងទៅនេះលបងរត់ព្រិញមកហើយប៉ុន្តែគ្រាន់តែថាយើងស្រុកស្រែយើងអត់ទាន់បានប្រើលបងថ្មអីទេយើងគ្រាន់តែថារត់ជាព្រំប៉ុន្តែដីនេះប្រភេទផ្លងរឿងបងប្អូនណាមិនមែនថាអូអត់មានលបងថ្មរត់អញ្ចឹងប្រភេទដីធម្មតាបងប្អូននេះគឺដីផ្លងរឿងមិនមែនផ្លងទុនទេបងប្អូនណានេះសម្រាប់តំណាំវិលល្ងាចគាត់ចេះតែដាក់ដាំទៅសម្រាប់អ្នកនៅមុនណាត្រៅគោបងប្អូននោះលបងរត់ព្រិញទៅគ្រាន់តែលបងឈើហើយសម្រាប់តំណាំវិញនេះហូបផ្លែមកអស់ទេតំណាំហូបផ្លែនេះច្រើនណាជំរឿទៅនោះខាងនេះត្រឹមបកគោលហ្នឹងត្រឹមបកគោលលបងរត់ព្រិញនេះមកចំហៀងលបងបកគោលរត់ព្រិញតែខាងនោះទៀតទៅដល់ព្រំផ្ទះគាត់នោះដោយសារតែយើងក្បាលយើងទៅតឹងយើងទៅតឹង15ហើយដល់ចិត្តអញ្ចឹងទៅពីបកគោលនេះរហូតទៅដល់ខាងនោះគឺក្បែរផ្ទះគាត់ហ្នឹងហើយចិត្តដល់ហើយខាងនោះផ្ទះបងខ្ញុំទេអញ្ចឹងដីហ្នឹងវាអត់មានអីជាបញ្ហាទេបងប្អូនណាកុំបាច់ភ័យបារម្ភរឿងបញ្ហាអីមួយនេះនៅតែក្បែរគ្នាបងប្អូនឯងគ្នាឯងគាត់ថាដីនេះត្រូវការលុបចេញដោយសារតែអត់ត្រូវការនៅបងប្អូនណាអត់ត្រូវការនៅអញ្ចឹងទៅក៏លក់ចេញទៅបងប្អូននេះមកជំរឿដល់ខាងក្រោយបងប្អូនណាខ្ញុំនាំមកមើលខាងក្រោយហើយវាសិតតែអញ្ចឹងវាសិតតែភ័យល្បាសតូចដែលយើងអត់នៅតែយើងនៅទៅយើងកាត់ឆ្ការទៅវាស្អាតហើយដីនេះអត់មានលិចទឹកលិចអីទេបងប្អូនអត់មានជំដុកទឹកក្លិកក្លុកអីទេហើយសម្រាប់នេះផងដែរនេះជាប្រភេទគុំម្សៅបងប្អូនណាគុំម្សៅនេះគឺជាគុំម្សៅដាំមិនគុំម្សៅធម្មជាតិទេបងប្អូនណាចានេះគឺជាប្រភេទគុំម្សៅដាំទេគាត់ដាំដើម្បីហូបដើម្បីមលុបអីចឹងណាហើយអញ្ចឹងអានេះខ្ញុំដើរតន់ដល់ជំរឿខាងក្រោយទេប៉ុន្តែដោយសារតែទើសគុំម្សៅហ្នឹងខ្ញុំខ្ជិលទៅចឹងទៅជំរឿទៅក្រោយគឺវាហូបគុំម្សៅហ្នឹងពីក្បាលខាងមុខនោះមករហូតទៅដល់ក្រោយហ្នឹងគឺជំរឿ70ម៉ែត្រក្បាល15ជំរឿ70តម្លៃ12000សម្រាប់បងប្អូនស្រឡាញ់ពេញចិត្តអាចចរចាបានបងប្អូនអាចមកមើលផ្ទាល់ក៏បានបើសិនជាបងប្អូនស្រឡាញ់ហើយចង់ចោះមកមើលផ្ទាល់សម្រាប់ចង់មកចោះមកមើលមកអីចឹងណាមានចំណាប់អារម្មណ៍សម្រាប់បងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចមើលបាននៅភូមិជ្រៃក្រឹមស្រុកឃុំផ្ទះរោងស្រុកតាឡូសែនជ័យខេត្តពោធិ៍សាត់បងប្អូនអាចតាក់ទងតាមវីដេអូហ្នឹងក៏បានដែរឆាតមក account ហ្នឹងមកហើយឬក៏តាមលេខទូរស័ព្ទតែតាមលេខទូរស័ព្ទចាំខ្ញុំដាក់នៅលើវីដេអូឲ្យចឹងបងប្អូនបើសិនជាចង់មានចំណាប់អារម្មណ៍ចង់ទិញដើម្បីនៅគឺវាល្អប្រសើរដោយសារតែដីភូមិយើងជាប់ផ្លូវរត់ណាបងប្អូនណាផ្លូវធំផ្លូវរត់ហើយមានបន្លៃទៅខាងមុខហ្នឹងទៀតព្រោះនៅនេះគឺផ្លូវភ្លោះនៅជ្រៅក្រឹមហ្នឹងគឺអ្នកនៅជាប់ផ្លូវធំគឺផ្លូវភ្លោះហើយគម្រោងអភិវឌ្ឍណានៅក្នុងពេលឆាប់ៗនេះឯងព្រោះគេចុះសិក្សាអស់ហើយនិយាយរួមទៅនៅទីនេះបងប្អូនកុំបារម្ភថាទិញហើយខាតទិញហើយមិនចំណេញទិញហើយមានហានិភ័យអត់ទេគម្រោងអភិវឌ្ឍមានសក្តានុពលច្រើនណាបងប្អូនទិញសម្រាប់ទុកគឺចំណេញលើចំណេញណាបងប្អូនណាសម្រាប់ទិញទុកហើយលក់វិញគឺចំណេញលើចំណេញដោយសារអីយើងកំពុងតែមានគម្រោងសិក្សាអភិវឌ្ឍអញ្ចឹងគឺដីនេះតំបន់នេះកំពុងតែមានសក្តានុពលអញ្ចឹងគឺយើងទិញទុកសម្រាប់លក់ថ្ងៃក្រោយគឺចំណេញច្រើនហើយសួរថាហេតុអីបានបើសិនជាទិញទុកហើយសម្រាប់លក់ចេញចំណេញច្រើនថ្ងៃក្រោយហេតុអីបានអ្នកលក់ត្រូវលក់ព្រោះថាអ្នកលក់អត់ត្រូវនៅទីនេះចាបងប្អូនណាអត់ត្រូវនៅជើទៅក៏អត់ចង់ទុកដែរ
ចឹងលក់នៅក្នុងពេលនេះតម្លៃនេះទៅបើបងប្អូនស្រឡាញ់ពេញចិត្តមានចំណាប់អារម្មណ៍អាចឆាតសួរបានអាចតាក់ទងមកបានសម្រាប់ដីនេះក្នុងបញ្ជាក់បងប្អូនម្ដងទៀតគឺក្បាល15និងជម្រៅបដោយគឺ70ហើយតម្លៃគឺ12000សម្រាប់បងប្អូនស្រឡាញ់ពេញចិត្តអាចតាក់ទងមកចរចាសួរតម្លៃប្រកាសវិជាដេញថ្លៃចាក់ស្ដែងគ្នាហើយហេតុអីបានអ្នកលក់អត់សាំញ៉ាំទេអ្នកលក់អត់សាំញ៉ាំនិយាយច្រើនទេដោយសារអីអត់មានចាំបាច់លក់ឲ្យលាក់តម្លៃលក់ឲ្យលាក់ទំហំនិយាយរួមអត់លាក់តម្លៃអត់លាក់ទំហំបង្ហាញជាសាធារណៈដើម្បីបងប្អូនពិចារណាខ្លួនឯងបើស្រឡាញ់អូខេតើ